รีบสู้บองปอนต่างគ្នាថ្ងៃនេះនាងខ្ញុំមកធ្វើកង្កែបលីងអំបិលម្ទេសឲ្យមានរសជាតិឆ្ងាញ់ចាំមុខម្ហូបមួយមុខនេះងាយស្រួលធ្វើទេបងប្អូនហើយគ្រឿងផ្សំក៏មានមិនច្រើនដែរតែអញ្ចឹងដើម្បីឲ្យដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាតែដំបូងនាងខ្ញុំបុកអំបិលម្ទេសសិនហើយម្ទេសដែលនាងខ្ញុំបុកហ្នឹងមាន2មុខមានម្ទេសម្លែ3ផ្លែម្ទេសដៃនាងចំនួន1ផ្លែហើយខ្ទឹមស5កំពឹសអំបិលម៉ដ្ឋកន្លះស្ព្រាកាហ្វេប៊ីចេងកន្លះស្ព្រាកាហ្វេស្ករស1ស្ព្រាបាយហើយនិងម្សៅស៊ុបមាន់ហ្នឹងចំនួន1ស្ព្រាកាហ្វេតែបន្ទាប់ពីនាងខ្ញុំបុកអំបិលម្ទេសនឹងរួចរាល់ហើយខ្ញុំដួសទុកវាម្លាយសិនតទៅនេះខ្ញុំយកអង្កាបចំនួន6ខាំហ្នឹងយកវាមកកាត់ជា3ហើយអង្កាបនេះគឺអង្កាបស្រែបងប្អូនអញ្ចឹងអង្កាបហ្នឹងគឺអត់ធំទេគឺតូចល្មមចាប់ពេលដែលបំពងនេះខ្ញុំដាក់ប្រេងឆាចូលក្នុងខ្ទះរៀងច្រើនដែរហើយទុកវាឲ្យក្តៅសិនទើបនេះខ្ញុំដាក់ម្សៅបំពងស្រួយហ្នឹងចំនួន2ស្ព្រាបាយចូលហើយម្សៅបំពងស្រួយនេះគឺវាជួយឲ្យអង្កាបដែលយើងបំពងវាអត់ផ្ទុះហើយធ្វើឲ្យសាច់អង្កាបហ្នឹងវាលឿងបានល្អបងប្អូនពេលដែលយើងបំពងហើយអង្កាបហ្នឹងវារៀងស្រួយឆ្ងាញ់ចាប់ពេលដែលបំពងអង្កាបបងប្អូនកុំដាក់ភ្លើងខ្លាំងពេកព្រោះអង្កាបយើងប្រើពេលបំពងនឹងយូរដែរពេលដំពងនឹងអាសាគោប្រែវាផងហើយនេះខ្ញុំនឹងបំពងរហូតដល់តែវាក្រៀមល្អចាឥឡូវក្រៀមបានល្អហើយនេះខ្ញុំស្រង់វាទុកម្លាយសិនហើយប្រេងឆាដែលសល់ពីការបំពងកាត់នេះខ្ញុំយកទៅទុកដើម្បីប្រើនៅពេលក្រោយបានម្ដងទៀតដែរបងប្អូនពីព្រោះយើងដាក់ប្រេងឆាច្រើនអញ្ចឹងយើងអត់ចោលទេប្រេងឆាដែលសល់ហ្នឹងទុកប្រើម្ដងទៀតតទៅនេះខ្ញុំយកអំបិលម្ទេសដែលបានបុកមុនហ្នឹងយកមកឆាវាឲ្យឈ្ងុយបន្តិចសិនបន្ទាប់ពីឆាវាឈ្ងុយហើយនេះខ្ញុំបន្ថែមទឹកត្រីហ្នឹងចំនួនកន្លះស្ព្រាបាយហើយនឹងប្រេងខ្យង1ស្ព្រាបាយដែរឆាមកទុះគឺថាវារៀងគោកអញ្ចឹងខ្ញុំបន្ថែមទឹកមួយកូនចានណាបងប្អូនហើយទុកឲ្យវាពុះមកពុះសិនខ្ញុំចាក់អង្កាបចូលចាប់ពេលដែលយើងឆាហ្នឹងមានទឹកប៉ឹកអញ្ចឹងទើបធ្វើឲ្យសាច់អង្កាបហ្នឹងវាចូលជាតិបានល្អហើយខ្ញុំកូរត្រឡប់ទៅត្រឡប់មកទុះឃើញថាអង្កាបហ្នឹងក៏វាចូលជាតិបានល្អហើយចារសជាតិគឺខ្ញុំយកអែមប្រៃបងប្អូនហើយហឹរតិចចានេះរួចរាល់ហើយតែប៉ុណ្ណឹងមកអាចយកទៅហូបបានហើយតមកនេះខ្ញុំរោយស្លឹកខ្ទឹមនឹងបន្តិចបើវាមានសោភ័ណភាពចឹងណាបងប្អូនតែបងប្អូនមានស្លឹកខ្ទឹមបាច់ដាក់ក៏បានដែរចានេះទំនងណាចាចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទស្សបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា